សង្ក្រានវត្តភ្នំសួស្តីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Happy New Year បាននៅសល់ពេលតែ2ថ្ងៃទៀតប៉ុណ្ណោះនឹងចូលមកដល់ហើយបាទមើលចុះការរៀបចំរបស់សាលារាជធានីភ្នំពេញនៅសង្ក្រានវត្តភ្នំពិតជាមានសោភ័ណភាពល្អណាស់បាទដោយឃើញនៅការរៀបចំបានល្អដូច្នេះបាទទើបខ្ញុំមិនអាចជិះរំលងទៅផុតហើយក៏បានចូលថតផ្តិតយកនៅរូបភាពនៃការរៀបចំសង្ក្រានវត្តភ្នំនេះមកជូនបងប្អូនទស្សនាកម្សាន្តបាទនេះគឺជាទស្សនវិជ្ជាដែលយើងមើលពីខាងកើតនៃវត្តភ្នំបាទគឺមានចងនៅប្រទីបជ្វាលាយ៉ាងល្អគួរជាទីពិពិលរមិលមើលមែនតើបងប្អូនលោកឃើញនាគក្បាលច្រើនឡើយឃើញនេះគេនាគក្បាលមួយណាហើយខ្លោងទ្វារដែលយើងមើលឃើញនេះគឺជាខ្លោងទ្វារពីខាងត្បូងបាទពីខាងត្បូងដែលគេធ្វើមុខមកក្នុងហើយនេះគឺជាអសដែលជូនពរឆ្នាំថ្មីហើយនេះផ្លាកសង្ក្រានវត្តភ្នំបាទមើលទៅរៀបចំបានល្អមែនតើបាទស្អាតនិយាយទៅគឺស្អាតហ្មងនិយាយទៅពេលដែលយើងដើរចូលទៅដូចមានអារម្មណ៍ថាយើងចូលទៅខ្លោងទ្វារនៃវិមានដ៏ស្រស់ស្កឹមស្កៃនៅកន្លែងមួយកណ្ដាលគេហៅថាព្រៃជ្រៅឬក៏កន្លែងដែលយើងមិនដែលធ្លាប់ឃើញអញ្ចឹងណាហើយនេះគឺជាការតាំងនៅឆ្នាំទាំង12បាទដោយឆ្នាំនេះគឺជាវេនរបស់ឆ្នាំម្សាញ់បាទអញ្ចឹងឆ្នាំទាំង12គឺមាននៅទីនេះទាំងអស់បាទបងប្អូនអាចមកទីនេះដើម្បីលេងកម្សាន្តសង្ក្រានឆ្នាំថ្មីផងដើម្បីពូនភ្នំខ្សាច់បណ្ដេចកម្មពៀដើម្បីស្រង់ព្រះសូមសេចក្តីសុខសេចក្តីចម្រើនបាទមានសេចក្តីសុខពេញមួយឆ្នាំតែម្ដងបាទជាមកកត់ដ៏ធំអស្ចារ្យមកកត់នេះសម្រាប់ជួនទៅដល់ឆ្នាំថ្មីគាត់អាចពាក់បានចង់សាកពាក់បាទនេះគឺជាមកុដយក្សបាទធំណាស់បាទបងប្អូនចង់ពាក់អាចសាកបានបាទហើយនៅកន្លែងនេះគេរៀបចំមានផ្កាបាទមានផ្កាដោតមានផ្កាពណ៌លឿងស្អាតណាស់បាទរៀបចំបាទល្អមែនតើនិយាយទៅរៀបចំគឺថាអេមហ្មងគឺថាចង់ឲ្យចង់ដើរមើលមើលទៅវត្តភ្នំដល់ពេលរៀបចំចឹងទៅឃើញស្អាតមែនតើហ្មងគួរឲ្យចង់ទស្សនាហ្មងទៅមើលដល់ចូលឆ្នាំមិនដឹងថាសប្បាយយ៉ាងណាទេបាទហើយនេះគឺជាផ្កាដែលបងគាត់លាបដើមវាបាទលាបថ្នាំមើលទៅឲ្យឃើញស្អាតបាទការតាំងផ្កានេះច្រើនមែនតើបាទមើលទៅមានចម្រុះពណ៌មានពណ៌លឿងពណ៌បៃតងឲ្យលាយគ្នាអញ្ចឹងណាបាទមើលពួកគាត់ទៅសស័កស្រាមញាប់ដៃញាប់ជើងរៀងខ្លួនទៅតាមការងាររបស់ពួកគាត់ណាហើយចូលដល់កន្លែងនេះគឺជាភ្នំខ្សាច់ដែលគេរៀបចំឡើងដើម្បីឲ្យយើងទៅធ្វើការពូនភ្នំខ្សាច់តាមជំនឿរបស់ខ្មែរយើងគឺតាមជំនឿក្នុងពុទ្ធសាសនាបានតែការយើងពូនភ្នំខ្សាច់ដើម្បីបណ្ដាច់នៅកម្មវិរិយកម្មចាស់បាទហើយកន្លែងនេះគឺជាកន្លែងដែលរៀបចំដើម្បីស្រង់ព្រះដើម្បីសូមសេរីសួស្តីបាទពីព្រះពុទ្ធជាម្ចាស់ហើយនេះគឺជាកន្លែងសម្រាប់ក្រុមល្ខោនខោលបាទរបស់មន្ទីរវប្បធម៌វិចិត្រសិល្បៈរាជធានីភ្នំពេញបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាបាទអរគុណ